មានសារធាតុសន្លប់មួយប្រភេទត្រូវបានគេដាក់បញ្ចូលទៅក្នុងបារីអេឡិចត្រូនិកឬក៏ហៅថា web សារធាតុមួយនេះត្រូវបានរកឃើញដោយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាគេឲ្យឈ្មោះថា Itomidate ដោយកំណត់នៃសារធាតុមួយនេះវាគឺជាឱសថស្របច្បាប់ដែលប្រើនៅក្នុងមន្ទីរពេទ្យទេគឺប្រើដើម្បីឲ្យអ្នកជំងឺសន្លប់ហើយគេធ្វើការវះកាត់ប៉ុន្តែមករយៈក្រោយនេះជាពិសេសនៅប្រទេសអាស៊ីយើងតែម្ដងបានលួចបញ្ចូលសារធាតុមួយនេះទៅក្នុងបារីអេឡិចត្រូនិកឬក៏ហៅថា web ហ្នឹងដើម្បីឲ្យអ្នកជក់គាត់មានអារម្មណ៍ថាសប្បាយឬក៏គេហៅថា high នេះគឺជាសារដាក់ទឿនមួយទៅដល់ឪពុកម្ដាយគ្រប់រូបឲ្យប្រយ័ត្នមែនទែនរឿងកូនរបស់យើងប្រយ័ត្នគាត់លួចជក់ web ទី2បងប្អូនសិស្សសាលាដែលខ្ញុំបានឃើញជាច្រើននៅតាមដងផ្លូវគឺគាត់ជក់ web នៅតាម map នៅតាមអីហ្នឹងសូមប្រយ័ត្នផងព្រោះអីមនុស្សជាច្រើនអត់បានដឹងទេថាបារីអេឡិចត្រូនិកឬក៏ web ហ្នឹងគេបានបញ្ចូលសារធាតុ Itomidate មួយនេះចូលទៅក្នុងហ្នឹងតើសារធាតុមួយនេះវាប៉ះពាល់អ្វីខ្លះទៅដល់សុខភាពរបស់យើងទី1គឺខ្សោយការចងចាំទី2ខ្សោយសមត្ថភាពនៅក្នុងការគិតឬក៏សម្រេចចិត្តទី3អាចសន្លប់បាត់បង់ស្មារតីទី4បើសិនជាប្រើហួសហេតុពេកអាចនឹងគាត់តែដើរដួលឬក៏ពេលដែលយើងធ្វើដំណើរនៅលើដងផ្លូវអាចមានគ្រោះថ្នាក់ចរាចរណ៍ដោយសារតែសារធាតុមួយហ្នឹងវាធ្វើយើងបាត់បង់ស្មារតីហើយបើសិនជាអ្នកប្រើទាំង Itomidate បូកជាមួយនឹងគ្រឿងស្រវឹងទៀតគឺហានិភ័យគុណនឹង2អញ្ចឹងបើសិនជាឪពុកម្ដាយឬក៏សាច់ញាតិឬក៏បងប្អូនអីក៏ដោយដែលឃើញសាច់ញាតិខ្លួនឯងជាកូនជាប្អូនជាក្មួយក៏ដោយកំពុងតែប្រើបារីអេឡិចត្រូនិកឬក៏ web សូមដាក់ទឿនគាត់មែនតែនប្រយ័ត្ននៅក្នុងនោះវាមាន Itomidate នៅក្នុងហ្នឹងដែលក្រសួងរបស់យើងកំពុងតែបារម្ភហើយក៏កំពុងតែតាមចាប់ផងដែរវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយចំណេះដឹងមួយនេះគឺអាចមានប្រយោជន៍ទៅដល់អ្នកដែលកំពុងតែជក់ web បើសិនជាអ្នកទាំងអស់គ្នាបានស្គាល់ពួកគាត់សូមផ្ញើវីដេអូនេះទៅឲ្យពួកគាត់មើលដើម្បីជាការដាក់ទឿនមួយដល់ពួកគាត់កុំឲ្យពួកគាត់ផុងខ្លួនកាន់តែជ្រៅទៅជាមួយនឹងបារីអេឡិចត្រូនិកឬក៏ web នឹងឯង